ទីពាក្យបណ្ដៅខ្មែរចាស់ថាដើមប៉ិនអង្រែផ្លែប៉ិនអង្រុតនេះដើមប៉ិនអង្រែផ្លែប៉ិនអង្រុតមែននេះឃើញទេប៉ិនរុតមែនអូមើលវាទុំអត់តឡើយតែកុំហក់ល្មមហូបកើតទេចឹងអ្វីដែលបានគឺវាល្អនេះវាដើមប៉ិនរ៉ែមែននេះប៉ុណ្ណឹងណាគឺអានេះឆ្កយចឹងហ្នឹងត្រៀមចេញផ្កាដូចគ្នាទៀតអាយយ៉ាឆ្កយនេះចាឡើងតំណោគេចឹងវានឹងបែកទៅចេញចេះដែរតែយើងមើលបាត់ដើមគ្រប់មកបើហូបវិញគ្រប់ហ្នឹងមានអ្នកចេះហូបទេចង់ហូបប្រាប់ខ្ញុំខ្ញុំហ្វ្រីជូនតែហ៊ានហូបនេះដល់ហើយដោះចេញមកខាងក្រោមហើយវាធ្លាក់ក្របមកវាคล้ายទៅជាសម្បុកហើយកំពុងតែបន្តចេញទៀតនេះស្លាប់ស្អាតបងប្អូនស្អាតប៉ុន្តែក៏លមាស់ផ្លែវាបន្តិចបើយើងយកកាន់លេងល្បាច់លេងហ្នឹងលមាស់ហើយប៉ុន្តែបើទុកឲ្យវាលម្អចេះគឺជាទូទៅស្អាតចឹងបណ្ដោយវាដោះជាប់នឹងដើមបេងទេមួយបាន2នេះបេងលុបអញ្ចឹងវានៅក្នុងចង្កោមមលុបហ្នឹងគឺអញ្ចឹងបណ្ដោយមកតំណងស្អាតរបស់វាដើមបេងនេះណាមិនតូចប៉ុន្មានណាបែកមេសាខាច្រើនធម្មជាតិផ្ដល់ឲ្យវាអញ្ចឹងហើយវាគុំជាមួយនឹងអានេះគេហៅរ៉ែដែកនេះបងប្អូនមួយចំនួនដែលគាត់ដើរព្រៃរកថ្នាំរ៉ែដែកត្រូវធ្វើអីហ្នឹងបងប្អូនដឹងហើយភេទបរោះរ៉ែដែកនេះគឺភេទបរោះចឹងអ្នកដែលគេចូលចិត្តផ្សំថ្នាំខ្មែរគេយករ៉ែដែកត្បាល់ដែកក្បីឡើងកវ៉ាបាសហ្នឹងណាគេត្រាំស្រាហ្នឹងទៅកម្លាំងពិសេសហ្នឹងសម្រាប់បយបរោះចំណាស់ដែលក៏រៀងខ្សត់ខ្សោយកម្លាំងក៏គេប្រើហ្នឹងចឹងណាតែមិនមែនត្រាំជាមួយដើមខ្សែទេកុំច្រឡំណាដើមខ្សែនេះត្រាំស្រាបានទេបើត្រាំស្រាបានដូចវាមកជូរវិញដល់ហើយនេះវាមកជូរព្រៃផ្លែប៉ុណ្ណឹងគ្នាអត់ខុសគ្នាផ្លែមើលឯកម្ៅដូចគ្នាយកត្រាំស្រាបាននេះងាប់តែអត់បានសាកដែរដឹងថាគេហូបឬមិនហូបយើងក៏វាមិនដឹងចាស់ពីដើមតែមិនដែលហូបទេគាត់តែតែប្រាប់ថាវាល្មាស់ហើយពេលលេងខ្ញុំបេះលេងមែនខ្ញុំបេះលេងល្មាស់បេះលេងដូចខ្លួនក្មេងល្មាស់អញ្ចឹងខ្ញុំចង់សាកបន្តិចខ្ញុំនិយាយហើយមិនជឿខ្ញុំទេទៅសាកមើលសិនសាក 4-5 គ្រាប់មើលរកថ្នាំពេទ្យដែរមិនដឹងទូខត្រូវខ្លួនឯងអូខេហើយចង់បានប្រាប់ខ្ញុំណាច្រើនណាខ្ញុំកាត់ផ្ញើមកចកោមហើយយកតាមផ្ទះលេងប្រព័ន្ធឯល្មាស់លេងអរគុណ